ខ្ញុំបានមកដល់ចំការតបែកឃើញថាការថែទាំការប្រើប្រាស់ជីធម្មជាតិរបស់ក្រុមហ៊ុនហ៊ុយយុនបាទមានក្នុងបងប្អូននៅទីនេះស្រាប់គឺមានជី Super Doctor ស៊ី Super ជំនួយរឹសជី Super ជំនួយផ្កាផ្លែនិងជីធម្មជាតិ PN ការថែទាំគឺយើងបងប្អូនឃើញគ្រាន់តែឃើញដើមតបែកគឺមានត្រួយមានដងមានដើមស្លឹកល្អត្រួយល្អមានផ្លែល្អហើយថ្ងៃនេះខ្ញុំនឹងជម្រាបជូនពីការថែទាំក្តាប់ហើយនឹងទុកក្តាប់ទុកផ្លែសម្រាប់មែកមួយតើមានបច្ចេកទេសបែបណាសូមឲ្យបងប្អូនមើលក្នុងនេះគឺនេះឧទាហរណ៍ខ្ញុំឧទាហរណ៍ជាក់ស្ដែងណាបងប្អូនឃើញហើយនេះផ្លែ3យើងមិនអាចទុកទាំង3បានទេយើងត្រូវកាត់អាមួយនេះចោលបាទអាពុយអានេះវាតំប៉ិនគ្នាយើងអាចទុក2បានបាទព្រោះមែកដែលខ្លួនតែយើងតែខាតត្រូវតែយកអានេះមួយចេញមូលហេតុតែថាត្រូវយកអានេះមួយចេញវាអត់ធំទេផ្លែមួយហ្នឹងក៏អត់ធំទេព្រោះអានេះវាស៊ីអស់ហើយវាអា2នេះប្រប៉ិនគ្នាអញ្ចឹងយើងទុកអា2នេះឬក៏អាចទុកតែមួយព្រោះកាលណាទៅទុក2ឧទាហរណ៍ខ្ញុំឧទាហរណ៍ថា1គីឡូតែបើទុក2បាន8ខាំមូលហេតុអីដោយសារវាបឺតស្រូបយកពីមួយទៅមួយនោះគឺថាអត់បានធំទេផ្លែយើងអាចទុកតែមួយអានឹងធំតែម្ដងបាទនេះបច្ចេកទេសទុកផ្លែនេះឧទាហរណ៍ដូចអានេះវ៉ាន់វាផ្លែមិនមែនស្មើគ្នាទេឃើញទេវាផ្លែលៀងនេះយើងមើលអាលៀងណាដែលតូចជាងយើងកាត់ចោលហើយដើម្បីទុកឲ្យអាមួយនេះវារីកធំល្អហើយយើងពេលដែលយើងកាត់នេះហើយយើងត្រូវថែទាំយើងត្រូវតែបាញ់ជីទឹកណាបាញ់ជីទឹកណារក្សាជី Super ជំនួយផ្កាផ្លែនេះជី Super ជំនួយផ្កាផ្លែយើងយកមកបាញ់ឲ្យដើម្បីឲ្យក្តាប់នឹងលឿនឆាប់ធំហើយនឹងច្រកតែម្ដងណាអញ្ចឹងគឺថាការថែទាំការយកផ្លែនេះមិនមែនយើងចេះតែយកឃើញផ្លែច្រើនយើងចេះតែទុកទេមើលអាណាដែលមិនល្អដែលផ្លែ3ផ្លែអីនេះយើងអាចទុកតែមួយក៏បានដែរមិនអាចទុកដល់3ទេកាលណាទុកដល់3ទី1យើងពិបាកច្រកហើយទី2ទៀតផ្លែអត់ធំទេបងប្អូនតែចាំណាកន្លែងនេះហើយដែលបច្ចេកទេសក្នុងការច្រកផ្លែក្នុងការទុកផ្លែឲ្យបានល្អប៉ុន្តែពីទូចឹងយើងអត់ទាន់កាត់ទេតោះធំបន្តិចទៀតបានយើងកាត់ដោយសារអីជួនកាលយើងកាត់ចោលទៅឲ្យពីទូចដល់អាធំនេះវាអត់ជាប់ផ្លែវាទៅជាជ្រុះវិញអញ្ចឹងទុកតលធំសម្រាប់ពេលដែលយើងជិតច្រកយើងកាត់ចោលហើយយើងអត់ទុកទេដោយសារអីដោយសារយើងអត់ទុកចិត្តថាអាមួយហ្នឹងសល់ហ្នឹងវានៅទេអញ្ចឹងយើងត្រូវទុកសិនពេលដែលជិតច្រកបានគេអាណាទុកគេកាត់ចោលហើយបាទហើយការកាត់ឲ្យត្រួយយើងអញ្ចឹងដែរត្រួយនេះយើងត្រូវតែលាត់ចេញហើយត្រួយនេះមិនអាចទុកបានទេគេចាប់រាប់តែពី6សន្លឹកទៅគឺគេក្តិចចោលហើយតែអានេះគាត់អត់ទាន់ក្តិចទេដោយសារអីមូលហេតុដោយសារគាត់កំពុងតែច្រកយកផ្លែសិនផ្លែបានហើយពេលដែលគាត់ធ្វើទៀតពេលអាផ្លែនឹងហើយគេចាប់ដើមក្តិចហើយណាគេត្រូវកាត់ចេញទីហោក្តិចប៉ាត់ណាអស់ហើយអានោះវាត្រូវបែកមែកទៀត2ឃើញទេឬក៏អាចកាត់ដល់គៀកតិចមកវាដុសផ្នែកចេញមកពីដើមទៀត2សន្លឹកទៀតពីមែកទៀតហើយអា2មែកហ្នឹងតែចេញហើយផ្កាហើយវាអត់ទំនេរទេហ្នឹងអញ្ចឹងបងប្អូនត្រូវចាំណាកន្លែងនេះគឺបច្ចេកទេសក្នុងការថែទាំផ្លែគឺដើម្បីឲ្យផ្លែបានល្អធំធ្ងន់ហើយមានទម្ងន់បានធ្ងន់យើងគិតដូចខ្ញុំបាទជម្រាបជូនខ្ញុំថា1តែ4ខាំទេ2 8ខាំចុះបើ1មក9ខាំឬក៏1គីឡូវិញបានន័យថាគេទុក1ហើយគេអត់ទុក2ទេព្រោះទុក2បើអត់ចំណេញទី1វាធ្ងន់វាច្រើនពេកស្កាស់វាខាតអាចរកនេះខាតអាចរកយើងទុក2ហាត់ស្បោ1អញ្ចឹងយើងត្រូវកាត់អាមួយចោលទុកតែមួយបានបាទជាចុងក្រោយខ្ញុំបាទជំរាបជូនហើយជាចុងក្រោយប្រសិនបើជាបងប្អូនមានចំការតបែកឬចំការតរេនឬក៏ចំការស្វាយឬក៏ចំការផ្សេងដំណាំផ្សេងចង់បានឲ្យជាផ្លែផ្កាក្តឹបផ្លែផ្កាកាន់បានល្អសូមបងប្អូនជឿជាក់នៅជីធម្មជាតិរបស់ក្រុមហ៊ុនហ៊ុយយុនដូចជាគេបាទជំរាបអញ្ចឹងវាមានជី Super Doctor នេះជី Super Doctor ជីជំនួយរឹសជំនួយផ្កាផ្លែ Super ជំនួយរឹស Super ជំនួយផ្កាផ្លែនិងជី PN ធម្មជាតិបាញ់ពៅបំពន់ដើមស្លឹកឲ្យក្រាស់មកស្ដើងហើយឲ្យសឹកល្អផ្លែល្អក្តឹបល្អបានល្អគឺបងប្អូនអាចប្រើងាកមកប្រើបាទជីធម្មជាតិរបស់ក្រុមហ៊ុនហ៊ុយយុននេះបងប្អូនអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទនៅមុខអេក្រង់ស្រាប់តែម្ដងបាទខ្ញុំបាទសូមជម្រាបលាតែប៉ុណ្្នឹងបាទអរគុណច្រើន